រុយសឬមមេសគឺជាសត្វឥតបំផ្លាញទៅលើដំណាំស្រូវវាបំផ្លាញតាំងពីនៅជាកូននិងរហូតដល់ញាស់ក្លាយជារុយសពេញវ័យក៏វានៅតែបំផ្លាញហើយនេះជារោគសញ្ញានៃការជញ្ជក់បឺតរបស់កូនរុយសដែលវាញាស់ពីពងមកវាបំផ្លាញដំណាំស្រូវរបស់យើងធ្វើឲ្យស្លឹកស្រូវរបស់យើងចាប់ផ្ដើមប្រែទៅជាពណ៌លឿងតើយើងត្រូវមានវិធីសាស្ត្របែបណាដើម្បីគ្រប់គ្រងរុយសដើម្បីមិនឲ្យបំផ្លាញដំណាំស្រូវរបស់យើងឲ្យធ្ងន់ធ្ងរធ្វើឲ្យទិន្នផលធ្លាក់ចុះដើម្បីគ្រប់គ្រងរុយសឲ្យបានល្អយើងត្រូវចុះតាមដាននៅវាលស្រែរបស់យើងផ្ទាល់ថាក្នុងស្រែរបស់យើងមានវត្តមានរុយសឬមមីសនៅក្នុងស្រែយើងហើយឬនៅយើងត្រូវចុះមើលនៅពេលដែលមេឃស្ងប់មិនសូវមានខ្យល់និងអាកាសធាតុត្រជាក់ព្រោះប្រភេទរុយសវាបំលាស់ទីតាមស្លាបពេលដែលខ្យល់ឬក៏មេឃក្តៅខ្លាំងវានឹងហើរទៅពួនជ្រកនៅកន្លែងព្រៃឬក៏ដើមឈើនៅក្បែរស្រែរបស់យើងនៅពេលយើងសង្កេតឃើញមានវត្តមានរុយសចុះបំផ្លាញទៅលើដំណាំស្រូវរបស់យើងក្នុងមួយដើមមានពី1ក្បាលទៅ2ក្បាលយើងត្រូវការបាញ់គ្រប់គ្រងដោយប្រើធាតុសកម្មមួយចំនួនដូចជា Imidacloprid, Thymidosam, Acetamiprid, Imitrocin, Buprofensim និងធាតុសកម្មមួយចំនួនដទៃផ្សេងទៀតយើងត្រូវបាញ់ធាតុសកម្មទាំងនេះឆ្លាស់គ្នាយើងមិនត្រូវបាញ់ធាតុសកម្មដែលទេដោយសាររុយសគឺជាសត្វឥតម្យ៉ាងដែលងាយនឹងស៊ាំទៅនឹងធាតុសកម្មរបស់ថ្នាំពលកសិកម្មនៅពេលកម្ចាត់រុយសយើងត្រូវកម្ចាត់ស្រស់ទាំងអស់គ្នាព្រោះរុយសវានឹងបំលាស់ទីចេញនៅពេលដែលប៉ះនឹងថ្នាំដូច្នេះហើយដើម្បីគ្រប់គ្រងឲ្យបានល្អគឺត្រូវប្រើប្រាស់ថ្នាំដំណាំគ្នាទី2កាត់បន្ថយការប្រើប្រាស់ពូជច្រើនគឺយើងប្រើនៅចន្លោះពី120ទៅ160គីឡូក្នុង1ហិកតាយើងប្រើពូជស្ដើងបែបនេះគឺយើងអាចគ្រប់គ្រងរុយសបានល្អជាងដែលយើងប្រើពូជស្រូវក្រាស់ព្រោះស្រូវក្រាស់រុយសវាងាយនឹងជ្រកពួននៅស្រូវរបស់យើងដែលយើងពិបាកក្នុងការបាញ់ថ្នាំកម្ចាត់គ្រប់គ្រងនិងជំងឺសត្វឥតផ្សេងវាចូលចិត្តនៅដល់ស្រូវដែលក្រាស់ករណីស្រែដែលមានការបំផ្លាញខ្លាំងដោយរុយសក្រោយពីប្រើប្រាស់ថ្នាំរួចយើងត្រូវបាចជីបំពន់វាឡើងវិញដោយប្រើប្រាស់ប្រភេទជី NPK ចំពោះស្រែដែលមានការបំផ្លាញខ្លាំងនិងមានកូនញាស់បែបនេះយើងត្រូវប្រើប្រាស់ធាតុសកម្មមួយចំនួនបូកចូលគ្នាដូចជា Chlorpyrifos បូកជាមួយនឹង Imidacloprid ត្រូវបាញ់ឲ្យជោគឲ្យសព្វល្អព្រោះសារធាតុ Chlorpyrifos វាជាអ្នកកម្ចាត់ក្រមួននៅលើកូនរុយសហើយនឹងសារធាតុ Imidacloprid វាជ្រាបចូលទៅដើម្បីកម្ចាត់កូនរុយសដែលកំពុងតែជញ្ជក់ទៅលើដំណាំស្រូវរបស់យើងកាលណាវាជញ្ជក់ខ្លាំងគឺវាបំផ្លាញបែបនេះគឺធ្វើឲ្យស្រូវរបស់យើងស្ទះមិនអាចចេញរួចទេដែលធ្វើឲ្យទិន្នផលស្រូវធ្លាក់ចុះខ្លាំងសូមអរគុណ